Nâng ngày xưa đây là ngọc nè ni cứ chia mê riêng ti pi rồi bỏ dương ấy đại dương màu riêng sắc xa pi krap chẳng mũ đàm bây dương bị phía tiếp sát đàm bây dương thua ca sầm rập thua ca tinhនិងthua caលក់នៅក្នុង MT5 ជាទូទៅការ trading គឺគេមាន app ពីរសម្រាប់ធ្វើការវិភាគទីមួយគឺ app នេះគឺ MT5 សម្រាប់យើងចូលធ្វើការទិញលក់ហើយមួយទៀតគឺ app នេះគឺ Trading View Trading View នេះគឺសម្រាប់បងប្អូនដែលចូលទៅក្នុង app ហ្នឹងដើម្បីចូលធ្វើការវិភាគទីផ្សារដើម្បីចូលទៅក្នុង MT5 ដើម្បីអឺធ្វើការទិញលក់ដោយសារតែ Trading View វាមាន tool ច្រើនដើម្បីឲ្យយើងគូសវាសដើម្បីឲ្យយើងវិភាគងាយស្រួលជាង MT5 យើងគ្រាន់តែចូលធ្វើការ buy sell តែប៉ុណ្ណោះហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនមិនទាន់មាន Trading View នេះទេបងប្អូនអាចនៅក្នុងទូរស័ព្ទបងប្អូនអាចចូលទៅក្នុង Play Store ឬមួយក៏ App Store វាយពាក្យថា Trading View មកដើម្បីធ្វើការ download តែបើក្នុង computer បងប្អូនអាចចូលទៅក្នុង website វាយពាក្យថា Trading View មកវានឹងចេញរូបរាងបែបនេះអញ្ចឹងបងប្អូនអាចlog in វាចូលមកដើម្បីឲ្យវាមាន tool ជាទូទៅការ trading គឺគេតែងតែវិភាគនៅក្នុងtrading view រួចហើយវិភាគហើយទៅគេចូលទៅក្នុង Antify ដើម្បីធ្វើការទិញលក់ហ្នឹងហើយគឺតម្លៃរូបរាង candle គឺវាដូចគ្នាហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលយូរនេះគឺជារូបរាងដែលគេហៅថា candle នៅពេលដែលវាដើរឡើងនេះគឺគេហៅថា candle ហ្នឹងហើយអញ្ចឹងបងប្អូនអាចមើលខាងឆ្វេងដៃនេះមកគឺជា tool វាមួយចំនួនដែលបងប្អូនអាចមើលបានចំពោះឥឡូវខ្ញុំរៀបរាប់មួយមួយឲ្យលឿនដើម្បីបងប្អូនអាចមើលឲ្យរៀនតាមបានបើសិនជាបងប្អូនអត់ស្គាល់ tool ទាំងអស់ហ្នឹងទេហ្នឹងហើយអញ្ចឹងខាងលើនេះបងប្អូនអាចចុចអាឡ័យនេះមកវាចេញសញ្ញាព្រួយថែមអាឡ័យនេះវាអត់សំខាន់ទេដោយសារតែវាគឺជាក្របយើងអាចចុចលើអញ្ចឹងដើម្បីយើងអូសទាញមកបានបន្ទាប់មកយើងអ្វីដែលសំខាន់គឺទី2អញ្ចឹងបងប្អូនអាចចុចគៀននឹងមកវាមានមួយជួរអញ្ចឹងបងប្អូនត្រូវសិក្សាបន្ថែមទៀតវាមានដូចជាប្រភេទ trend line ray អញ្ចឹងទៅដើម្បី trend line គឺប្រភេទគូចេះប្រភេទគូពីក្រោមមកលើចេះហ្នឹងគេហៅថា trend ណាបងប្អូនអាចយកវាគូសជាលក្ខណៈ trend អឺបងគូសពីលើពីក្រោមអីបានដូចគ្នានឹងដូចជាឧទាហរណ៍អញ្ចឹងអីបងប្អូនអាចគូសមក trend line គឺបងប្អូនចាំអញ្ចឹងវគ្គគូស trend line នឹងខ្ញុំនឹងបរៀនជាបន្តទៀតអានេះគឺគ្រាន់តែឲ្យបងប្អូនយល់ថានៅក្នុង trading view វាមាន tool អីគេខ្លះបងប្អូនអាចចូលតាមខ្ញុំមកតមកarray នេះ array នេះគឺវាត្រង់ដូចថាយើងចាប់ពីនេះមកគឺវាត្រង់មកអញ្ចឹងមកហ្នឹងហើយយើងចុចមកដូចថាយើងចង់ចាប់ពីគោមនេះមកកែងនេះអីចឹងយើងចង់ចាប់ពីណាគឺទៅហ្នឹងហ្នឹងហើយបន្ទាប់មកវាមានផ្សេងគ្នាដូចអានេះចឹងគឺជាបន្ទាត់ត្រង់ដេកយើងគូសចំណាគឺវាត្រង់ស្មើអញ្ចឹងបងប្អូនអាចមើលខ្លួនឯងបាននៅក្នុងនឹងទាំងអស់បងប្អូនអាច scroll មើលទៅវាមានបងប្អូនអាចរៀនសិក្សាបន្ថែមទៀតព្រោះឲ្យខ្ញុំប្រាប់លម្អិតមួយគឺវាមិនងាយវាច្រើនណាអញ្ចឹងចូលទី3ម្ដងទី3នេះឥឡូវខ្ញុំលុបចូលសិនចោលទាំងអស់ហ្នឹងហើយអញ្ចឹងទី3នេះគឺបងប្អូនអាចចុះមកវាគឺជាប្រភេទ Fibonacci អាហ្នឹងគេហៅថាវាគឺជាប្រភេទ indicator អញ្ចឹងនៅក្នុងហ្នឹងបងប្អូនអាចរៀនសិក្សាវាបន្ថែមទៀតនិយាយរួមទៅគឺយើងមិនអាចចេះអស់ហើយដោយសារវាមាន tool ច្រើនជាទូទៅគេប្រើតាប្រភេទ Fibonacci retracement នេះខាងលើនេះសម្រាប់គេគូសវាទូទៅអញ្ចឹងណាហ្នឹងហើយបងប្អូនអាចរៀនមើលបន្ថែមទៀតបាននេះគឺជាប្រភេទលក្ខណៈថាជារូបរាង pattern ដែលទម្រង់ដែលវាចេញជាលក្ខណៈហ្នឹងណាឥឡូវឧទាហរណ៍នេះវាអត់មានទេអាហ្នឹងខ្ញុំគ្រាន់ឧទាហរណ៍គូទេវាមានជាប្រភេទអញ្ចឹងវា pattern គូទៅមកអញ្ចឹងណាតែក្នុងនេះវាអត់មានជាប្រភេទ pattern អញ្ចឹងទេអញ្ចឹងយើងគូសវាអត់ចេញទេហ្នឹងហើយបងប្អូនអាចមើលបាន pattern set ABC អីចឹង pattern ប្រភេទពួកហ្នឹងឲ្យតែវាចេញជារូបរាងអញ្ចឹងគឺវាល្អហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលមើលបន្តទៀតគឺទី4វាមានតាមហ្នឹងអានេះគឺជាការដាក់ position ដូចថាឥឡូវយើងគូវិភាគដល់តំបន់ហ្នឹងយើងចូលទិញលក់ហើយនេះគឺជា long position មានន័យថាការបាយអញ្ចឹងបងប្អូនគ្រាន់តែចូលចំចំណុចហ្នឹងមកកន្លែងដាក់ឲ្យយើងដឹងថាតំបន់ណាយើងលក់ទេបងប្អូនអាចសិក្សាបន្ថែមខ្លួនឯងបានអាហ្នឹង long position short position គឺ
sale ចុះក្រោមតែអត់មានអីពិបាកទេអាកន្លែងនេះ SL ហើយនេះ TP អញ្ចឹងហ្នឹងហើយខ្ញុំលុបវាចោលវិញអញ្ចឹងមកបន្ទាប់ទៀតកន្លែងនេះក៏វាមិនសូវជាសំខាន់អីហ្មងទេវាគ្រាន់តែជាយើងចុចកន្លែង brush នេះមកគឺយើងអាចសរសេរអីបាននៅក្នុងនឹងយើងគូសសរសេរអីសម្រាប់យើងវិភាគអញ្ចឹងណាហ្នឹងហើយបងប្អូនអាចមើលវាជាសញ្ញាព្រួញអានេះគឺជាការដែលយើងគូជា0អីចឹងហ្នឹងហើយវាស្ទឹងងាយស្រួលទេជា0អីចឹងមកហ្នឹងហើយបងប្អូនអាចមើលបាននេះ side call ជារង្វង់ជាអីនៅក្នុងហ្នឹងវាធូរនៅក្នុងហ្នឹងទាំងអស់ខ្ញុំអត់អាចរៀបរាប់ទាំងអស់បានទេបងប្អូនអាចចូលសិក្សាខ្លួនឯងបន្ថែមទៀតហើយអានេះ pin នេះមានន័យថាយើងដៅចំណាវាចេញតម្លៃចំនឹងឲ្យយើងហ្មងយើងសរសេរលេខនៅនឹងបានទាំងអស់ហ្នឹងតបមកគឺវាមាននៅក្នុងទាំងអស់ជារៀងដែលបងប្អូនអាសាឃើញថាគេគូសវាគូអីហ្នឹងនៅក្នុងហ្នឹងមានទាំងអស់ឥឡូវខ្ញុំលុបចោលទាំងអស់វិញតបមកបងប្អូនចូលបន្ទាប់ទៀតគឺកន្លែងនេះគឺដាក់រូបភាពដាក់អីឲ្យយើងយល់ទេហើយអានេះគឺជាប្រដាប់ការវាស់តម្លៃពីលើថាតម្លៃនេះអញ្ចឹងបងប្អូនអាចចុចឲ្យជាប់ម៉ៅឲ្យជាប់មួយមកអស់ទៅលើបងប្អូននឹងឃើញតម្លៃនេះ109ពីតអញ្ចឹងបងប្អូនយល់ណាដែលខ្ញុំបរៀនការពីវីដេអូមេរៀនទី2ដែលហៅថាពីតនោះហ្នឹងហើយបងប្អូនអាចមើលបន្ថែមទៀតបានហើយកន្លែងនេះគឺជាការលុបចោលអស់ហ្នឹងហើយអូខេអញ្ចឹងឥឡូវមួយជួរហ្នឹងបងប្អូនត្រូវសិក្សាបន្ថែមទៀតហើយសម្រាប់មួយជួរខាងលើនេះវិញបងប្អូនអាចមើលបានគឺជាប្រភេទ time frame អញ្ចឹង candle នេះគឺមួយ candle នេះគឺ time frame 4ម៉ោងហើយអានេះគឺជាប្រភេទ time frame បងប្អូនប្រកាសជាយល់ហើយអ្នក trade ណាចេះហើយនេះគឺ time frame 1នាទី5នាទី15នាទីអីវាមាននៅក្នុងនឹងទាំងអស់ហ្នឹងហើយកន្លែងនេះគឺជាយើងអាច search ជាប្រភេទ currency អីផ្សេងហើយកន្លែងនេះគឺជាជាងដូរបងប្អូនចង់មើលអីក៏មើលទៅប៉ុន្តែជាទូទៅគឺគេមើលទៅលើ candle stick ដែលហៅថា candle stick ហើយបន្ទាប់មកទៀតគឺ indicator បងប្អូនអាចចូលពី indicator ហ្នឹងមកបងប្អូនមើលក្នុង YouTube មកថាគេឲ្យបងប្អូនវាយ indicator អីបងប្អូនដាក់ indicator ហ្នឹងទៅចូលដើម្បីជំនួយដូចខ្ញុំអញ្ចឹងខ្ញុំចូលឥឡូវខ្ញុំមាន indicator ដូចជា ICT concept អីនេះអញ្ចឹងខ្ញុំចុចបើកវាមកវាចេញនេះឃើញវាចេញជា FVG វាចេញជាអីប្រាប់យើងទាំងអស់ឃើញ FVG គឺតម្លៃដែលផ្សារដែលវាចាក់ចូល FVG គឺវាឡើងវិញដល់នេះគ្នាអញ្ចឹង FVG គឺវាចាក់ចូល FVG វាចុះមកវិញចាក់ចូល FVG បាយទៅវាឡើងទៅវិញដូចគ្នាទាំងអស់អញ្ចឹងនេះគឺជាប្រភេទ indicator ខ្ញុំបិទវិញហើយ indicator ក៏យើងត្រូវតែរៀននៅវគ្គក្រោយដែរយើងត្រូវតែរៀនទាំងអស់ហ្នឹងហើយបន្ទាប់មកអានេះ alert អីបន្ថែមនេះ replay យើងអាចសារបានតែ replay នេះគឺយើងអាចដល់យើងទិញ license ទៅយើងអាច replay បានហ្នឹងហើយជាចុងក្រោយវីដេអូការមើលរៀនសិក្សាអំពីtrading view នេះដំបូងគឺវាមានតែប៉ុណ្្នឹងអញ្ចឹងនៅមេរៀនបន្ទាប់ part នេះខ្ញុំនឹងបរៀនអំពី candle ថា candle វាបិទវាបើកយ៉ាងម៉េចហ្នឹងហើយអរគុណច្រើនអញ្ចឹងបងប្អូនអាចមិនទាន់មាន account ទេបងប្អូនអាចឆាតមកខ្ញុំដើម្បីបើកគណនីបានអរគុណច្រើន